បាទស្វាគមន៍កម្មការជាមួយនឹង Channel ពុទ្ធសាសនាផងដែរថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកបាទជាមួយនឹងបងប្អូនអរគ្នាជាមួយនឹងកម្មវិធីបាទមួយដែលបងប្អូនអាចធ្វើការកាត់បាននៅវីដេអូគឺលឿនបាទជាង CapCut ទៀតកម្មវិធីនេះគឺមានឈ្មោះថា Win បាទនេះគឺជាកម្មវិធីដែលមើលទៅគឺយើងអាចធ្វើការកាត់លឿនបាទអញ្ចឹងសម្រាប់បងប្អូនអាចធ្វើការ download គឺ download ទៅកាន់សម្រាប់ទូរស័ព្ទគឺបងប្អូនអាចប្រើបាទ Android ក៏ដូចជាបាទ App Store គឺបងប្អូនអាចធ្វើការ download បានចឹងនៅពេលដែលធ្វើការ download បងប្អូនអត់ពិបាកទេបាទគ្រាន់តែបងប្អូនធ្វើការចុចទៅកាន់កន្លែង Play Store ណាសម្រាប់បងប្អូនដែលប្រើ Android បាទបងប្អូនធ្វើការវាយឈ្មោះមកបាទហើយយើង search បាទចឹងនៅពេលដែលឃើញបងប្អូនធ្វើការចុចកន្លែងនេះបាទចំពោះកម្មវិធីហ្នឹងគឺចង់ប្រាប់បងប្អូនថាគឺវា smooth បាទសម្រាប់ការកាត់តវីដេអូអីណាបាទវា smooth មែនតើចឹងវាអត់ច្រើនទេបាទដោយសារតែខ្ញុំធ្វើការ download ដល់ហើយគឺខ្ញុំ update គឺថាទំហំ50 MB ចុះបាទចឹងនៅពេលដែលធ្វើការ download ហើយបងប្អូនអាចចូលទៅកាន់បាទ app នឹងមើលបានបាទ program ហ្នឹងគឺល្អមែនទែនបាទសម្រាប់បងប្អូនដែលគាត់ដៃថ្មីឬក៏គាត់ចង់កាត់វីដេអូធ្វើ vlog ធ្វើអីចឹងបាទដំណើរកម្សាន្តអីគឺគាត់អាចប្រើកម្មវិធីនេះគឺល្អមែនទែនបាទសម្រាប់បងប្អូនដែលគាត់ធ្លាប់កាត់CapCut គឺគាត់ងាកមកប្រើកម្មវិធីនេះក៏ល្អដែរបាទគឺម្យ៉ាងម្នាក់ទេបាទអញ្ចឹងឥឡូវនេះវាកំពុងតែធ្វើការបាទ install បាទចឹងបងប្អូនគ្រាន់តែចាំផ្លែទៅគឺវានឹងធ្វើការយើងចុច open បាទអញ្ចឹងឥឡូវនេះគឺវា load មកដល់កន្លែងនេះគឺឲ្យយើង open បាទអញ្ចឹងខ្ញុំបិទនេះសិនបាទអញ្ចឹងបងប្អូនគ្រាន់តែចុចកន្លែង open ហ្នឹងមកបាទនៅពេលដែលចុច open ហ្នឹងបងប្អូនចុចកន្លែងគ្រីតាមមកបាទអញ្ចឹងវាចេញផ្ទាំងដូចជា CapCut ដូចគ្នាបាទអញ្ចឹងបងប្អូនអាចមើលបានយើង skip មកដោយសារតែខ្ញុំទំ down ដែរអត់បានបើកមើលទេបាទកម្មវិធីនេះក៏វាតម្រូវឲ្យបងប្អូនធ្វើការបង់ដែរបាទបើសិនជាបងប្អូនអាចបង់គឺល្អដែរវាអត់មានជាប់នៅកន្លែងខាងក្រោមទេអញ្ចឹងវាអត់មានអីពិបាកទេបងប្អូនអាចបាទនេះគឺជាdetail អីចឹងណាសម្រាប់ការបង្ហាញបងប្អូនអីចឹងទៅគឺអាចមើលទៅគឺអាចធ្វើការ remove អីចឹង AI remove គឺមានច្រើនអញ្ចឹងបើសិនជាបងប្អូនមានវីដេអូបងប្អូនគ្រាន់តែយកកន្លែង new ហ្នឹងមកបងប្អូនគ្រាន់តែចុចកន្លែង new មកបងប្អូនអាចធ្វើការ allow បាទយើងអនុញ្ញាតមកបាទអញ្ចឹងទីឲ្យថាកម្មវិធីនេះគឺជារូបភាពអញ្ចឹងណាបងប្អូនអាចធ្វើការជ្រើសរើសបានបាទនេះខ្ញុំគ្រាន់តែធ្វើការបង្ហាញបងប្អូនអញ្ចឹងយើងចុចកន្លែង start មកបាទនេះរូបភាពបាទអញ្ចឹងក៏ខ្ញុំបង្ហាញបងប្អូនជារូបភាពហើយបងប្អូនអាចធ្វើការកែតម្រូវបាទគឺល្អមែនតើអញ្ចឹងយើងចូលកន្លែង edit នេះមកហើយបងប្អូនអាចធ្វើការ filler បាទគឺរូបភាពឲ្យកាន់តែស្រស់ស្អាតបន្ថែមទៀតណានេះគឺជាការបន្ថែមបន្ថយពន្លឺបាទឲ្យភ្លឺជាងមុនឬក៏បងប្អូនចង់មកល្ងិតគឺបានបាទបងប្អូនអាចធ្វើការដូរ effect បានឬក៏បងប្អូនអាចធ្វើការវាយអក្សរក៏បានហើយជាពិសេសបងប្អូនអាចធ្វើការ add បាទនៅសំឡេងបាទ audio ឬក៏ sticker ហើយកន្លែងនេះ Canva នេះគឺមានន័យថាទំហំបងប្អូនដែលចង់ប្រើប្រាស់នៅទំហំអីបាទ TikTok ឬក៏ Instagram ទំហំ9.16នេះគឺទំហំបញ្ឈរសម្រាប់ទំហំ 16x9 នេះគឺជាទំហំផ្ដេកបាទដែលបងប្អូនគិតថាយើងធ្វើវីដេអូផ្ដេកសម្រាប់ទៅកាន់ YouTube ក៏បានបាទទៅកាន់ Facebook ក៏បានដែរតែពីច្រើន Facebook គឺវា support ច្រើនគឺជាមួយនឹងវីដេអូដែលមានការបញ្ឈរបាទអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើការរើសបាទទីហោះនេះខ្ញុំគ្រាន់តែបង្ហាញបងប្អូនណាបងប្អូនអាចធ្វើការចុចកន្លែងនេះហើយបងប្អូនអាចselect រូបភាពហ្នឹងយើងអាចធ្វើការ zoom នឹងឲ្យវានេះណា
bà tia thà lực trong thuộc cả vô tụm hồn đi muối và bong bồn ai thuộc cả zoom in zoom out chẳng bàn bà lắm nhưng con tại thuộc cả bà hai bong bồn thì bong bồn ai trong vô thẩm ní của ban rồi có bong bồn sánh pin chật cắt thẩm ná cháo của bà này bị mình bà nhà ấy nè anh ấy trong con tại bà hai nhà rụp hiệp ở video thôi đi kia bà chẳng là tao thắc trong vô cái lại tụm hồn nó bong bồn ai thuộc cả chật kỹ máu bà chứ mình miễn cai con tràn bà rồi có dương ai remove của ban bà đi overlay នេះគឺបងប្អូនអាចធ្វើការ add នៅរូបភាពបន្ថែមទៀតឬក៏វីដេអូបន្ថែមតទៀតណាយើងចុចកន្លែងនេះមកនេះបាទបើវាទៅចឹងនៅពេលដែលបងប្អូនគិតថាយើងកែរួចរាល់ហើយបងប្អូនអាចធ្វើការ save បាទយើងចុចកន្លែង track 3មកកន្លែង track 3នេះគឺវាធ្វើឲ្យវីដេអូយើងបាទធ្វើការ update បាទបងប្អូនអាចយកទំហំបាទ7 20ក៏បានបើសិនជាវីដេអូវាអាចមកដល់18បាទគឺល្អមែនតើបើសិនជារូបភាពគឺវាធំ7ឲ្យយើងក៏បានដែរឬក៏យើងអាចយកទំហំ18ក៏បានដែរឲ្យវាកាន់តែច្បាស់ណាសម្រាប់ file RAM នេះគឺបងប្អូនអាចធ្វើការយកមកដល់50ក៏បានដែរឬក៏30ក៏បានដែរសំខាន់បងប្អូនចង់ប្រើបាទចឹងដល់ពេលដែលបងប្អូនធ្វើការឥឡូវខ្ញុំធ្វើការឧទាហរណ៍ណាចឹងខ្ញុំយក18ហើយខ្ញុំយក file RAM នេះគឺ50បាទចឹងខ្ញុំធ្វើការ save បាទចឹងវាលឿនមែនតើបាទទោះបីជា picture រូបភាពឬក៏វីដេអូគឺវាលឿនបាទលឿនមែនតើបាទនៅពេលដែលវាបញ្ចប់គឺវាបង្ហាញបែបនេះហើយយើងអាចទៅមើលនៅបាទវីដេអូដែលយើងបាន save ណានៅលើទូរស័ព្ទដៃបងប្អូនណាបាទនេះគឺមាន3 second បាទបងប្អូនអាចធ្វើការ play បានចឹងអ្វីដែលខ្ញុំធ្វើការបង្ហាញបងប្អូននេះគឺគ្រាន់តែលើកឧទាហរណ៍តែប៉ុណ្ណោះហើយសង្ឃឹមថាបងប្អូននឹងចេះបាទកាត់នៅ app មួយនេះហើយខ្ញុំណែនាំនេះគឺល្អមែនតើ app នេះគឺវាមានបញ្ហា copyright នោះទេហើយវាស្រួលនៅក្នុងការបង្រួមរូបភាពបាទកាត់ទូចកាត់ធំគឺយើងអាចធ្វើការកាត់ស្រួលបាទចឹងនៅពេលដែលបងប្អូនប្រើកម្មវិធីនេះទៅគឺស្រួលជាងកម្មវិធីបាទ CapCut តទៅទៀតបាទអ្វីដែលខ្ញុំធ្វើការចែកម្លែកបងប្អូនគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនបាទនឹងអាចអនុវត្តបានដោយជោគជ័យផងដែរអរគុណសម្រាប់ការទស្សនានៅវីដេអូ WhatsApp ហើយសង្ឃឹមថាបងប្អូននឹងស្រឡាញ់ពេញចិត្តជាមួយនឹងវីដេអូនេះផងដែរអរគុណជួបគ្នានៅវីដេអូថ្មីៗពី Channel WhatsApp ផងដែរ